តោះយើងចាប់ដើមចេញដំណើរមើលតែប្រវត្តិហ្នឹងក៏ដឹងថាតាណាដែរគឺទៅស្រុកហ្នឹងរៀបចំឲ្យវ៉ាន់ហើយអីហើយហ្នឹងរៀបឡើងម៉ូតូផ្លិចខោទឹកនោមតែឃើញខោទឹកនោមនេះមិនមែនយកស្លៀកខ្លួនឯងទេណាកុំច្រឡំគឺទិញយកទៅឲ្យក្មួយនៅស្រុកហ្នឹងសម្រាប់ខោទឹកនោមខ្ញុំជ្រើសរើសយក Fable ព្រោះសារតែវាល្អសម្រាប់កុមារបន្ទាប់ពីជិះម៉ូតូយ៉ាងចុកកគូតមកគឺយើងចូលបាយព្រឹកសិនហើយបាយព្រឹកនោះគឺមានអីទេឃើញណាតំណងចូលហ្នឹងហើយឃើញវីដេអូនេះកុំយកគំរូតាមជិះម៉ូតូបារាកាន់ថតទូរស័ព្ទបារាហ្នឹងវាមិនល្អទេហើយនេះគឺជាភ្នំលាអាងឃើញភ្នំលាអាងហ្នឹងគឺជាដល់ផ្ទះខ្ញុំហីដល់ផ្លូវចូលមើលផ្លូវនេះអូយតែវិតថាផ្លូវហ្នឹងបើសិនជាមេឃភ្លៀងខែវស្សាផ្លូវហ្នឹងគឺស្អាតផ្លូវហ្នឹងពណ៌វានៅតែលឿងអញ្ចឹងបើតែគាត់ថាពណ៌សង្ខេហ្នឹងគឺព្រៃឈើស្អាតមែនទែនពណ៌បៃតងហ្មងជិះតាមជំរាលជើងគិនភ្នំហ្នឹងឥឡូវយើងមកដល់ផ្ទះហើយពេលយើងមកដល់ផ្ទះយើងឃើញថាម្ចាស់ផ្ទះដេកលក់បាត់ហើយអត់មានងើបទទួលភ្ញៀវអីសោះដេកបើកភ្នែកទៀតគេហៅគេភ្នែកទន្សាយនេះ Fable បានមកដល់ដៃរបស់ម្ចាស់ហើយមើលពូគេនេះហេតុតែមិនដែលមានកូនចឹងមែនអត់ចេះ3ក្មួយនឹងធ្លាក់កូនគេនឹង Vivo ឥឡូវហើយនេះហើយវីដេអូនេះមានអីទេមានតែជូនពរក្មួយឲ្យជោគជ័យថ្ងៃខាងមុខឆាប់ធំឆាប់ធាត់មានលុយមានចាយគ្រប់គ្រាន់កុំឲ្យដូចពូ